ស្ថានភាពអនាម័យនិងការអភិវឌ្ឍនៅផ្សារទីរួមស្រុកសណ្ដានខេត្តកំពង់ធំគេឃើញមានការកកស្ទះជាច្រើនថ្ងៃត្រូវបានគេកោតទុកឲ្យមានក្លិនស្អុយនៅជុំវិញឡានដឹកសម្រាមមួយគ្រឿងមិនដឹងថាប៉ុន្មានថ្ងៃគេដឹកយកទៅចោលម្ដងស្រុកសណ្ដានកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025ប្រជាពលរដ្ឋទាំងប្រុសស្រីមន្ត្រីរាជការចេញចូលផ្សារទីរួមស្រុកមួយនេះគេបានឃើញគំនរសម្រាមកកស្ទះជាច្រើនថ្ងៃនៅផ្សារទីរួមស្រុកសណ្ដានខេត្តកំពង់ធំសម្រាមច្រើនសន្ធឹកសន្ធាប់ត្រូវបានគេកោតទុកឲ្យមានក្លិនស្អុយជាច្រើនថ្ងៃនៅជិតឡានដឹកសម្រាមមួយគ្រឿងដោយគ្មានអ្នកទទួលខុសត្រូវនៅទីនោះសំណល់សម្រាមដែលរួមបញ្ចូលទាំងថង់ប្លាស្ទិកនិងសម្រាមផ្សេងៗបានបណ្ដាលឲ្យមានក្លិនស្អុយខ្លាំងពេញបរិវេណផ្សារស្ថានភាពនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលត្រូវប្រឈមនឹងក្លិនស្អុយខូចសុខភាពប៉ះពាល់បរិស្ថានជាពិសេសអ្នកលក់ដូរនិងអ្នកទិញអីវ៉ាន់គឺប្រឈមនឹងការលំបាកក្នុងការចេញចូលនិងប្រើប្រាស់ទីផ្សារមួយនេះអ្នកគ្រប់គ្រងនៅទីផ្សារនេះគេសង្កេតឃើញថាការរៀបចំសម្រាមមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់និងបង្កឲ្យមានការពិបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយោងទៅតាមរូបភាពដែលបានបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយនាពេលនេះយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅចេញចូលផ្សារទីរួមស្រុកសណ្ដាននេះស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាននិងអង្គភាពពាក់ព័ន្ធពិចារណាចាត់ចែងដឹកយកសម្រាមចេញពីទីតាំងនោះឲ្យបានទាន់ពេលវេលានិងរៀបចំប្រព័ន្ធគ្រប់គ្រងសម្រាមឲ្យមានប្រសិទ្ធភាពបន្ថែមក៏ដូចជាស្នើឲ្យមានការផ្សព្វផ្សាយផ្ដល់ការយល់ដឹងដល់ប្រជាពលរដ្ឋស្ដីពីការរក្សាអនាម័យសាធារណៈផងដែរ